យើងអាចមានឱកាសទី2តែបើទី2នៅតែខុសទៀតអាហ្នឹងគឺយើងរកកន្លែងទៅមុខខ្លួនឯងរកកន្លែងបញ្ចប់ខ្លួនឯងតែបើថាអត់ទៅមុខទេអាហ្នឹងយើងតាមហ្នឹងឯងណាអញ្ចឹងហើយបន្ទាប់ពីយើងចប់ថ្ងៃនេះបានន័យថាយ៉ាងយូរ2ទៅ3ថ្ងៃអត់ឲ្យអ្នកទាំងអស់គ្នាចាំយូរទេពួកយើងនឹងផ្ដល់ដំណឹងទៅណាអូខេហើយសម្រាប់ថ្ងៃនេះក្នុងការ perform ទាំងអស់គ្នាអាចថតរូបថតវីដេអូ post ដាក់ story អីបានណាហើយអាចយកវីដេអូអាចថាពឹងមិត្តភ័ក្ដិយើងជួយថតវីដេអូតាមទូរស័ព្ទដែលយើងឡើងមក perform ថ្ងៃនេះយើងថត post នៅក្នុង page ក្នុង TikTok អីយើងបានណាអូខេអាចថាទោះជាយើងបានជាប់ឬក៏មិនបានជាប់យើងមានអនុស្សាវរីយ៍ជាមួយគ្នាជាមួយនឹង Rapper Fighter ពួកអ្នកទាំងអស់គ្នាបានខ្លាចជាបេក្ខជនរបស់ Rapper Fighter នៅវគ្គ Physical Edition នេះណាអូខេអញ្ចឹងសម្រាប់អ្នកដែលមកអានេះការចាប់ផ្ដើមបងសូមនិយាយបន្តិចបានតែពេលដែលយើងមកប្រឡងទី1